ทางคือให้เอาไว้บ้านจีประหยัดมาเลยចិត្តដល់ពេលហើយអូពិតមែនហើយយឺតណាស់ទៅហើយអ្នករៀបចំខ្លួនរួចរាល់ហើយមែនទេចាស់រួចរាល់ហើយខ្ញុំមានអារម្មណ៍ថាជាងទូខ្ញុំថាហើយថាអ្នកនៅតែក្នុងមន្ទីរពិសោធន៍មិនព្រមទៅផ្ទះតាមពិតលួចមានស្រីម្នាក់ទៀតនៅខាងក្រៅសោះតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីហ្នឹងខ្ញុំនិយាយមិនសមហេតុផលមែនទេមើលខ្លួនឯងចុះសំបីតែខោក៏ស្លៀកមិនទាន់ស្រួលបួលផងនៅតែនិយាយមិនសមហេតុផលទៀតគឺដោយសារតែខ្ញុំទៅតែគ្រិចចង្កេះហើយທາງគឺគ្រាន់តែជួយលាបថ្នាំឲ្យខ្ញុំតែប៉ុណ្ណោះអូពិតមែនឬທາងគឺជាជំនួយការថ្មីដែលមន្ទីរពិសោធន៍រៀបចំឲ្យខ្ញុំកុំនិយាយរឿងមិនសមហេតុផលឲ្យខ្មាស់គេនៅទីនេះអីនាងគឺជាជំនួយការថ្មីមែនទេចាស់ខ្ញុំគឺជាជំនួយការរបស់សាស្ត្រាចារ្យជាងថ្ងៃនេះគឺជាថ្ងៃធ្វើការដំបូងរបស់ខ្ញុំមកធ្វើការស្លៀកពាក់បែបនេះមែនទេតើមកធ្វើការឬក៏មកលបួងបរោះបានហើយនាងស្លៀកពាក់អ្វីវាជាសិទ្ធិសេរីភាពរបស់នាងចុះហើយអ្វីបានជាថ្ងៃនេះអ្នកមានពេលមកទីនេះខ្ញុំទេទៅអ្នកក៏មិនលើកដូច្នេះមានតែមករកអ្នកដល់ទីនេះហើយខ្ញុំមកប្រាប់អ្នកថាពីថ្ងៃទៀតខ្ញុំត្រូវទៅធ្វើការនៅខេត្តកន្លះខែទើបត្រឡប់មកផ្ទះវិញប្រយ័ត្នខ្លួនឲ្យមែនតែនកុំចេះតែធ្វើរឿងផ្ដេសផ្ដាសនៅតែនិយាយមិនសមហេតុផលទៀតសាស្ត្រាចារ្យអាចារ្យខ្ញុំមិនបានមានបំណងចង់លបួងអ្នកទេមិនអីទេនៅក្នុងមន្ទីរពិសោធន៍នេះវាក្តៅបន្តិចស្លៀកពាក់តិចតួចក៏មិនអីដែរពួកយើងធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីការស្រាវជ្រាវវិទ្យាសាស្ត្រប្រញាប់ទៅបដូរខោអាប់ទៅពួកយើងត្រូវចេញដំណើរហើយចាអ្នកនាងសុំទោសផងបន្ទប់2ដែលអ្នកនាងបានកក់ទុកមានបន្ទប់មួយលិចទឹកហើយកំពុងជួសជុលអញ្ចឹងបើកបន្ទប់មួយទៀតឲ្យពួកយើងមកសុំទោសផងបន្ទប់ត្រូវបានកក់អស់ហើយអញ្ចឹងពួកយើងទៅរកកន្លែងផ្សេងទៅបាទអ្នកទាំងពីរនៅក្បែរនេះនឹងមានការប្រជុំនៅថ្ងៃស្អែកដូច្នេះសន្តាគារនៅជុំវិញនេះត្រូវបានកក់អស់ហើយបូករួមទាំងអាកាសធាតុបែបនេះទៀតខ្លាចថាពិបាករកបន្ទប់ណាស់អ្នកនាងបន្ទប់ដែលអ្នកនាងកក់គឺជាបន្ទប់ស្តង់ដារដែលមានក្រែ2អូល្អណាស់សាស្ត្រាចារ្យជាងតើបានទេប្រហែលជាមានតែវិធីនេះទេសាស្ត្រាចារ្យអាចារ្យតើនោះជាអ្វីអូនេះគឺជាស្ករកៅស៊ូមាននំច្រើនណាស់ញ៉ាំនំនៅពេលយប់មិនល្អចំពោះសុខភាពទេអ្នកគួរតែទៅងូតទឹកមុនទៅថ្ងៃនេះហត់ពេញមួយថ្ងៃហើយសម្រាប់ឲ្យបានឆាប់ទៅងូតទឹកឬអូអញ្ចឹងខ្ញុំទៅមុនហើយ